សូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាបងប្អូនយើងជួបគ្នាសាជាថ្មីហើយខ្ញុំនឹងចែកម្លែកជូនបងប្អូនទាំងអស់គ្នាពាក់ព័ន្ធនឹងថ្នាំជំងឺម្ដងបងប្អូនណាបាទហើយថ្នាំជំងឺហ្នឹងគឺវាជាថ្នាំជំងឺមួយដែលពិសេសជាថ្នាំជំងឺដែលទទួលបានការគ្រប់គ្រងពីកសិករបងប្អូនកសិករយើងប្រើច្រើនហើយមាន feedback មានយោបល់ត្រឡប់មកវិញច្រើនគ្នាដែរហើយប្រភេទថ្នាំជំងឺហ្នឹងគឺល្អមែនទែនតែម្ដងសម្រាប់បងប្អូនដែលដាំដុះនៅលើដីដដែលអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំបង្ហាញជូនបងប្អូនតែម្ដងបាទបងប្អូននេះថ្នាំជំងឺបងប្អូនជួយមើលបងប្អូនស្គាល់ទេបាទធ្លាប់ស្គាល់ទេបងប្អូនបាទខ្ញុំជម្រាបជូនបងប្អូនថាថ្នាំជំងឺនេះជាផលិតផលរបស់ក្រុមហ៊ុនបុប្ផាហើយឈ្មោះវាគឺអ្នកការពារបងប្អូនណាបាទឈ្មោះវាគឺអ្នកការពារ 50% ME ប្រភេទថ្នាំជំងឺនេះបងប្អូនយើងអាចប្រើប្រាស់បានទៅលើគ្រប់ដំណាំគ្រាន់តែថាតាមបទពិសោធន៍ទៅលើការប្រើប្រាស់របស់បងប្អូនកសិករយើងគឺឃើញថាវាអាចប្រើប្រាស់បានមានប្រសិទ្ធភាពខ្លាំងទៅលើការស្រោចបាទគល់ទៅលើការស្រោចទៅលើដីចាស់ដែលបងប្អូនដាំម្ដងហើយបងប្អូនចង់ដាំម្ដងទៀតឧទាហរណ៍ថាត្រសក់បងប្អូនដាំត្រសក់មួយសាអញ្ចឹងបងប្អូនបោចដើមអស់បងប្អូនចង់ដាំម្ដងទៀតបងប្អូនអាចបាញ់ទៅលើដីបាញ់ទៅលើដើមចាស់អញ្ចឹងណាគឺប្រសិទ្ធភាពវាល្អមែនតើតែម្ដងហើយមួយទៀតពេលដែលវាមានបញ្ហាបងប្អូនអាចលាយទឹកយកទៅកូរស្រោចគល់ដំណាំរបស់យើងវាព្យាបាលបានលឿនបាទព្យាបាលបានទាំងប្រភេទជំងឺនៅក្នុងដីទាំងប្រភេទជំងឺនៅលើដើមដែលជាពពួកផ្សិតបងប្អូនណាអញ្ចឹងខ្ញុំនឹងជម្រាបជូនបងប្អូនលម្អិតថាតើថ្នាំនេះគេណែនាំបែបម៉េចហើយមានសារធាតុអីខ្លះបាទអញ្ចឹងខ្ញុំអានជូនជូនបងប្អូនណាបាទសារធាតុសកម្មរបស់ថ្នាំគឺមាន Prochlorus 20% បងប្អូនណា Prochlorus 20% បូកជាមួយនឹង Propiconazole 30% បាទសារធាតុសកម្មមានណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនត្រូវការសារធាតុសកម្មបែបហ្នឹងហើយមានប្រសិទ្ធភាពល្អបងប្អូនអាចជ្រើសរើសបាទអ្នកការពារអញ្ចឹងពាក់ព័ន្ធទៅនឹងការប្រើប្រាស់បងប្អូនគឺគេណែនាំប្រើទៅលើស្រូវនិងលើបន្លែគ្រប់ប្រភេទគឺ50មីលីលីត្របាទទឹក25លីត្រគឺជាការណែនាំរបស់ក្រុមហ៊ុនតលណាតែសម្រាប់បទពិសោធន៍ជាក់ស្ដែងដែលបងប្អូនយើងប្រើប្រាស់បងប្អូនដែលប្រើប្រាស់ទៅលើដំណាំដូចជាត្រសក់សណ្ដែកប្រភេទពួកវ័យអញ្ចឹងណាអញ្ចឹងការប្រើប្រាស់បងប្អូនអាចកូរទឹកទៅស្រោចគល់ប្រសិទ្ធភាពខ្ពស់ហើយទៅលើដីដែលបងប្អូនដាំចាស់បន្ទាប់មកបងប្អូនដកហើយបងប្អូនចង់ដាំបន្តទៀតវគ្គទី1វគ្គទី2ទី3អញ្ចឹងទៅនៅលើរោងដដែលណាបងប្អូនប្រើនឹងមានប្រសិទ្ធភាពល្អមែនទែនតែម្ដងតែបើសិនជាបាញ់នៅលើស្លឹកបាញ់នៅលើត្រួយលើដំណាំរបស់បងប្អូនកុំភ្លេចតំណតំណងពិភាក្សាគ្នាជាមុនសិនបងប្អូនណាបាទព្រោះវាមានលក្ខណៈពិសេសរបស់វាសម្រាប់ថ្នាំនេះអរគុណច្រើនខ្ញុំជម្រាបជូនបងប្អូនប៉ុណ្ណឹងចុះហើយបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចតំណតំណងជាវបានកំងបានពីដេប៉ូបង្កើនផលបើសិនជាបងប្អូនសម្រាប់ចិត្តនៅក្នុងការទិញទៅលើនៅទីតាំងផ្សេងក៏បងប្អូនអាចសម្រាប់ចិត្តទិញបានដែរគឺអត់តម្រូវថាត្រូវតែទិញពីខ្ញុំទេណាបាទប៉ុន្តែបើបងប្អូនគ្រប់គ្រងចង់ជួយក៏បងប្អូនអាចតំណតំណងទិញបានកំងបានបងណាបាទអរគុណសម្រាប់ការតាមដានរាល់វីដេអូរបស់ខ្ញុំបាទជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយសំណាងល្អទាំងអស់គ្នានិងបានចំណេញច្រើនបាទពីផលដំណាំរបស់បងប្អូនអរគុណច្រើនជម្រាបលា